មនុស្សជាច្រើនគិតថាលុយគឺសម្រាប់ទិញរបស់ថ្លៃៗឬបង្ហាញស្ថានភាពទៅអ្នកដទៃប៉ុន្តែការពិតគឺតម្លៃពិតរបស់លុយនោះគឺសេរីភាពសេរីភាពមានន័យថាយើងអាចជ្រើសរើសផ្លូវជីវិតរបស់ខ្លួនឯងពេលយើងមានលុយគ្រប់គ្រាន់យើងអាចជ្រើសរើសការងារដែលយើងស្រឡាញ់មិនចាំបាច់បង្ខំខ្លួនធ្វើអ្វីដែលយើងមិនសប្បាយចិត្តយើងអាចគ្រប់គ្រងពេលវេលាមានពេលសម្រាប់គ្រួសារសុខភាពហើយអ្វីដែលមានន័យសម្រាប់យើងនេះគឺជាសេរីភាពពិតប្រាកដដែលមនុស្សជាច្រើនកំពុងស្វែងរកប៉ុន្តែបញ្ហានោះគឺមនុស្សជាច្រើនប្រើលុយដើម្បីបង្ហាញអ្នកដទៃថាខ្លួនមានពួកគេទិញរបស់ថ្លៃៗដើម្បីបង្កើតរូបភាពប៉ុន្តែមិនផ្ដោតទៅលើសេរីភាពរបស់ខ្លួនជីវិតបែបនេះវាធ្វើឲ្យពួកគេចាប់ផ្ដើមជាប់នៅក្នុងសម្ពាធជំពាក់បំណុលហើយត្រូវបន្តធ្វើការជាច្រើនដើម្បីរក្សារបៀបរស់នៅបែបនោះមេរៀនសំខាន់គឺកុំប្រើលុយដើម្បីបង្ហាញទៅអ្នកដទៃតែប្រើវាដើម្បីបង្កើតជីវិតរបស់យើងដែលយើងចង់បានពិតប្រាកដប្រហែលជាមានន័យថារស់នៅយ៉ាងសាមញ្ញប៉ុន្តែមានសេចក្តីសុខនិងមានសេរីភាពនៅក្នុងការជ្រើសរើសជាចុងក្រោយទ្រព្យសម្បត្តិពិតប្រាកដមិនមែនជាចំនួនដែលយើងត្រូវមាននោះទេប៉ុន្តែជាសមត្ថភាពនៅក្នុងការជ្រើសរើសតាមរបៀបដែលយើងចង់បាន